នេះគឺជាថ្ងៃទី2នៃដំណើរកម្សាន្តរបស់ពួកយើងទៅកាន់ភូមិដ៏ស្ងប់ស្ងាត់នៃខេត្តកោះកុងដែលតម្រូវឲ្យពួកយើងទៅភ្នាក់ពីព្រលឹមដើម្បីទទួលយកខ្យល់ត្រជាក់និងទស្សនៈទេសភាពព្រះអាទិត្យរះដ៏ស្រស់ស្អាតនៅលើភ្នំស្ទឹងបបកថ្ងៃទី2គឺយើងមកទៅស្នាក់នៅភូមិទឹកស្រែមួយយប់មួយថ្ងៃដើម្បីយើងរកទីតាំងថតឡានផងហើយនឹងយើងទៅភ្នាក់ពីព្រលឹមដើម្បីទៅថតនៅស្ទឹងបបកនៅពេលផឹកមកដល់ភូមិទឹកស្រែហើយបន្ទាប់ពីយើងបានដាក់អីវ៉ាន់ចុះនៅភូមិទឹកស្រែនៃការសម្រាប់របស់យើងក៏មករកកន្លែងទីតាំងថតឡានសម្រាប់ពេលល្ងាចនេះគឺថាត្រជាក់ត្រជុំមែនតើអ្នកទាំងអស់គ្នាម្ដងនេះគឺមានភ្លៀងតែម្ដងប៉ុន្តែអត់ភ្លៀងខ្លាំងអីពេកទេយើងអាចថតឡានបានតន់តែថតឡានចប់ហើយគឺខ្ញុំឃើញថាមេឃអលឹមចង់លេងទឹកមែនតើអញ្ចឹងគឺយើងជិះទូកដើរលេងជាមួយនឹងបងនៅមាត់ស្ទឹងភូមិទឹកស្រែហ្នឹងមកដល់ពេលល្ងាចនេះគឺយើងញ៉ាំអាហារពេលល្ងាចជាមួយគ្នាហើយក៏ដូចជាឈៀវជាមួយនឹងបងផងដែរអរុនសួស្ដីបងប្អូនទាំងអស់គ្នានេះពេលផឹកហើយគឺយើងចេញដំណើរទៅកាន់ភូមិស្ទឹងបបកគឺក្នុងម៉ោង5ជាងគឺដើម្បីធ្វើម៉េចឲ្យតាន់យើងបានមើលទេសភាពស្ទឹងបបកបន្តតែម្ដងហើយសម្រាប់យើងឡើងទៅហ្នឹងគឺយើងចង់ទៅមើលថ្ងៃរះផងក៏ដូចជាពពកប៉ុន្តែជាក់ស្ដែងគឺមេឃនឹងស្អាតពេកព្រឹកតិចប៉ុន្តែយើងបានមើលសឹងពពកស្អាតហើយក៏ដូចជាមានពពកច្រើនខ្លាំងមែនតើហើយនេះគឺជាទស្សនវិជ្ជាពីខាងលើដែលយើងផុសដ្រូនគឺឃើញថាទេសភាពខៀវស្ងាត់ស្អាតខ្លាំងមែនតើអូហូវ៉ាវកັບស្រីពួកមានអារម្មណ៍យ៉ាងម៉េចដែរពេលមកដល់ហើយមានអារម្មណ៍ថាមើលទៅពិតជាស្រស់ស្អាតណាស់ស្ទើរតែមិនជឿហើយស្រស់ស្អាតមិនអសើអញ្ចឹងអត់ញញឹមអញ្ចឹងយើងញញឹមអត់ចាញ់ទេព្រោះតែសម្រស់ដែលយើងទទួលបានគឺវាលើសពីការរំពឹងទុកអូហើយយើងធ្លាប់ឃើញពីមុនចឹងហើយអូនមិនរីអាវពាក់អាវពណ៌អីគេហ្នឹងពណ៌នេះពណ៌តែខូចមែនអត់ទេប្រាប់ថានារីពាក់អាវក្រហមក្នុងក៏បានដែរហ្នឹងហើយនារីពាក់អាវក្រហមក្នុងលៀនចេញក្រៅមែនទេមិនធ្វើពេបមាត់ចឹងអត់ពេបណាមានពេបមាត់ណាមិញឃើញពេបមាត់ឡើងច្បាស់កន្លែងស្លងអត់វាអូខេអូមិនមែនត្រូវហើយនេះក៏ដូចជាទីតាំងចុងក្រោយនៃការថតឡានរបស់យើងគឺនៅលើភ្នំស្ទឹងពពកហើយសម្រាប់វីដេអូនៅទី2របស់យើងគឺយើងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណមែនទែនសម្រាប់ការតាមដានបងប្អូនទាំងគ្នាកុំភ្លេចចុច follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្ថែមទៀតដែរអរគុណ